một chút lắc tay sai Ok ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ YouTube Channel សុពិសីសកម្មភាពប្រចាំថ្ងៃរបស់ Admin ជាទូទៅជីវិតគឺជាការងារឆ្នៃដើម្បីឲ្យជីវិតល្អប្រសើរទាមទារឲ្យយើងចេះរៀបចំផែនការជីវិតទោះបីជាមានការងារក៏ដោយតែទំនួលខុសត្រូវចំពោះគ្រួសារគឺនៅតែមានមិនថាកូនរបស់ Admin ក៏ដូចគ្នាខ្ញុំតែងតែបង្រៀនគាត់ឲ្យមានទំនួលខុសត្រូវជានិច្ចដាមអើឆ្កែឆ្កួរបងផ្ញើប្តីបានឡើង3ថ្ងៃហើយគាត់ប្រជុំដែរការងារគឺជាតម្លៃសម្រាប់ជីវិតចាប់ផ្ដើមធ្វើអនុវត្តជាមួយផែនការនិងតែងតែឆ្លុះបញ្ចាំងខ្លួនឯងរៀងរាល់ថ្ងៃពីមួយថ្ងៃទៅមួយថ្ងៃចាប់ផ្ដើមយល់ពីតម្លៃខ្លួនឯងលែងប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃហើយក៏លែងបន្តពឹងស្នាមញញឹមពីអ្នកដទៃសំខាន់យើងអាចផ្ដល់ក្តីសុខឲ្យខ្លួនឯងជាមួយនឹងការងារគ្រួសារសេះរីករាយនៅកំហុសឆ្គងដែលអ្នកដទៃកែតម្រូវជួយចិត្តជីវិតបែបនេះសាមញ្ញមិនប្រកួតប្រជែងទើបមានក្តីសុខរីករាយថ្ងៃថ្មីជាមួយនឹងគំនិតថ្មីសកម្មភាពថ្មីបទពិសោធន៍ថ្មីឱកាសថ្មីដែលចូលមកក្នុងជីវិតសំខាន់ការងារនៅកន្លែងធ្វើការចេះតែមានអស់ពីមួយចូលមួយខ្លះម្នាក់ក៏សម្ដីធំសម្ដីតូចដូចគ្នាតែគឺចរិតស៊ីនចឹងឯងសំខាន់គឺពួកគាត់សាមគ្គីជួយគ្នាទៅវិញទៅមកហើយការងារតទៅបែបនេះមានអីចែកម្លែកគ្នាញ៉ាំជុំគ្នាត្រង់កែតម្រូវស្ថាបនាគ្នាទៅអង្គភាពនោះចម្រើនពិចារណាក្រុមការងារខ្ញុំសិតតែស្រីមានគ្រប់បណ្ដាវ័យទាំងអស់ឧទ្ធម្ភកូនតូចទាំងងន់តសៃខ្ចីអីគឺនៅសាលាឃុំខ្ញុំទាំងអស់ម៉ោងចេញទៅហើយទៅមករៀបចំការងាររួចឥឡូវទៅមហាពេលព្រឹកអ្នកទាំងអស់គ្នាជាមួយនឹងបាញ់ឆាវរៀបចំចេញទៅតែអ្នកទាំងអស់គ្នាយើងតែតាអ្នកគ្នាតិចទៀតចេញសម្លមកជួអលឹកត្រីស្រែមកញោមឯតាស់យើងអាចស្អាតបានទេពេលមកធ្វើការឲ្យជ្រៀតទៅមហោទៀតថ្ងៃនេះលោកប្តីខ្ញុំប្រជុំកូនជ្រៀតដេញទឹកខ្ញុំជ្រៀតកម្មសម្ពោធពេលនេះនិយាយថាតន័យមិនទៅមានឯងជ្រៀតចឹងថ្ងៃនេះបានមហោជូម្លឹកធ្វើឡើងអ្នកទាំងអស់គ្នាហត់ទេហត់តែបើអូនអត់ល្អដើម្បីអីអញ្ចឹងមានតែធ្វើបានណាចាំបានទៅសម្រាប់អត់ទៅងាយសบายជាងមកទៀតចាំលក់សាឡាជួយលឹកខ្ញុំណានៅក្នុងអត្តន័យមកតែហូតទូញញ៉ៃវាបើយើងបោះស្អាតហើយរៀងចាំតាមអាចបោះស្អាតដែរកុំមកនេះបោះទៅវាថ្ងៃតាមឯងទៅសម្រាប់លើឯងលឹកពីផ្លែអស់1000រៀលសឡមួយពេលហើយចេះថែមគ្រឿងចុះគ្រឿងឡើងឆ្អិនមួយពេលសំខាន់រសជាតិទទួលយកបានឡូវឆ្អិនឲ្យបងអូនតោះអាហារថ្ងៃត្រង់មកខ្ញុំទាំងអស់គ្នាសម្រាប់ថ្ងៃនេះសេវបានតិចតួចបានមួយមុខដែរសម្រាប់ញ៉ាំអាហារថ្ងៃត្រង់មួយវិញទៀតបងអូនការញ៉ាំដែលល្អគឺញ៉ាំទឹកពុនមួយកែវរួចហើយទៅយើងញ៉ាំបន្លែបន្តមកត្រីសាច់និងកាបូហៃដ្រេតតាមក្រោយរីករាយអាហារថ្ងៃត្រង់ទាំងអស់គ្នាណានិងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាអរគុណបាយបាយ